ការអង្កេតរបស់ថ្នាក់ជាតិបានបង្ហាញឲ្យឃើញថាមានចំនួន 21% នៃស្ត្រីដែលមានដៃគូសិទ្ធិស្នាលក៏ទទួលរងអំពើហិង្សាទាំងផ្លូវចិត្តផ្លូវកាយនិងផ្លូវភេទនោះទើបធ្វើឲ្យអង្គការឆែកមានគម្រោងនៅក្នុងស្រុកបប្រតិបត្តិចំនួន4ដែលមានស្រុកពីមជោនៅក្នុងខេត្តព្រៃវែងស្រុកស្រីសន្ធរនៅកំពង់ចាមស្រុកបរិបូរណ៍នៅកំពង់ឆ្នាំងនិងស្រុកជុំការីនៅកំពតយើងបានចាប់ដើមគម្រោងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាចា gender ផ្នែក gender នេះគឺចាប់តាំងពីឆ្នាំ2019មកហើយមានរយៈកាល6ឆ្នាំហើយគឺ2អាណត្តិគឺយើងបានធ្វើការគ្រប់គ្រងទៅលើកម្មវិធីបញ្ឈប់អំពើហិង្សាទៅលើស្ត្រីនិងកុមារបាទខិតខំលៃលករកវិធីសាស្ត្រដើម្បីយើងធ្វើយ៉ាងណាឲ្យករណីអំពើហិង្សានៅតាមតំបន់មួយហ្នឹងគឺមានការថយចុះគម្រោងខាងឆែកហ្នឹងគាត់គ្រប់គ្រងបានពីគម្រោងកម្មវិធីយុវវ័យនិងអំពើហិង្សាក្នុងគ្រួសារគម្រោងហ្នឹងហើយគម្រោងហ្នឹងក៏ដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគភូមិដោយសារតែយើងនឹងមានចុះថាចុះកិច្ចព្រមព្រៀងក្នុងពេលសមារណកម្មផែនការថ្នាក់ឃុំនៅស្រុកកត្តាដែលសំខាន់ដែលយើងចាប់អារម្មណ៍ដំបូងនៅពេលដែលយើងបោះនៅការគ្រប់គ្រងដំបូងនោះយើងឃើញថាបញ្ហាទាក់ទងជាមួយនឹងអំពើហិង្សាលើស្ត្រីនិងក្មេងស្រីនៅក្នុងស្រុកគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ទាក់ទងនឹងអំពើហិង្សានឹងនៅក្នុងស្រុកបរិបូរយើងគឺមានច្រើនមែនទែនច្រើនរហូតដល់មានករណីប្តីដុតសម្លាប់កូនប្រពន្ធខ្លួនឯងរហូតដល់ប្តីកាប់សម្លាប់ប្រពន្ធខ្លួនឯងរហូតដល់មានដល់ករណីប្អូនលោកកូនតាមលោកចៅបញ្ហាអំពើហិង្សាហ្នឹងកន្លងមកមានច្រើនចំនួនដែលកើតអំពើហិង្សានៅក្នុងឆ្នាំ2019មករហូតដល់ឆ្នាំ2023គិតជាករណី45ករណីបាទនៅភូមិរាជកបៅខ្ញុំកាលពីមុនមានអំពើហិង្សាច្រើនដែរជាពិសេសគ្រួសារនឹងហ្មងហើយគាត់ឈ្មោះរិនរៃប្រពន្ធឈ្មោះលឹមឡៃហេងមុខរបរគាត់ប្រិយគាត់ធ្វើជាងផ្ទះប្រពន្ធគាត់មេផ្ទះពីមុនមកវាសត្រេសអារឿងខួរក្បាលរឿងជាពាក់ជាប៉ិនវគ្គវិនជាមួយអារឿងធនាគារនោះផងជាពាក់ជាប៉ិនអារឿងក្រុមគ្រួសារនេះផងដល់អញ្ចឹងវាមានបញ្ហាដល់កើតអំពើហិង្សាក្នុងគ្រួសារប្រកែកគ្នាទៅតិចតួចទៅកើតបានច្រើនធំដុំបានវាយអំពើហិង្សាកាលខឹងខ្ញុំវាយយកបលួងនោះផងយកដាប់កាយខ្ជូងឯងធ្វើឧបករណ៍របស់ខ្ញុំសិប្បកម្មដែកនោះផងវាយទាំងអំពួងពុតតយោនោះផងពីមុនមកជួបមែនដីប្រពន្ធរបស់ខ្ញុំតែងធ្វើបាបផ្លូវចិត្តនិងផ្លូវកាយនឹងគ្រប់ខ្ញុំនឹងជាផ្ទាល់មកពេលគាត់ទៅខ្ញុំមកដៃនឹងមកខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តខូចចិត្តខ្លួនឯងមិនចង់ចេញពីក្នុងផ្ទះនៅតែក្នុងផ្ទះរហូតចង់ចេញក្រៅផ្ទះឲ្យខ្មាស់គេប៉ុន្តែអំពើហិង្សាដែលគាត់ធ្វើមកលើខ្ញុំនោះគឺអត់មានបាយដំអីទេគាត់អំពើហិង្សាទៅលើផ្លូវចិត្តធ្វើឲ្យខ្ញុំក្រំគ្រាចិត្តហើយខ្ញុំក៏សម្រេចចិត្តខ្លួនឯងថាបើសិនជាខ្ញុំនៅជាមួយគាត់ខ្ញុំរត់តែពិបាកចិត្តហើយខ្ញុំហើយណាមួយគាត់រស់ស៊ីចាំគាត់ខ្ញុំទៀតខ្ញុំក៏សម្រេចចិត្តពេលហ្នឹងខ្ញុំក៏សុំគាត់លេងលះដែរគឺនៅក្នុងឃុំហ្នឹងដោយសារភូមិនាងខ្ញុំច្រើនដល់តែ10ភូមិអញ្ចឹងមានអំពើហិង្សាក៏ច្រើនដែរករណីកើតឡើងភាគច្រើនគឺគាត់បានបញ្ជូនទៅឃុំហើយឃុំក៏បានសហការដោះស្រាយហើយជាមួយនឹងអ្នកដែលប្រព្រឹត្តហ្នឹងគាត់តែនិយាយដោះស្រាយហើយធ្វើកិច្ចសន្យារួចហើយក៏បញ្ជូនមកវិញអញ្ចឹងកាលណាគាត់បញ្ជូនមកវិញហ្នឹងក៏មានអំពើហិង្សាកើតឡើងទៀតយើងខ្ញុំមានការអនុវត្តដោយមានការសហការយ៉ាងជិតដិតជាមួយនឹងអាជ្ញាធរដែនដីក៏ដូចជាក្រុមសហគមន៍ទាំងបរិសុទ្ធនិងទាំងស្ត្រីដោយចូលរួមនៅក្នុងការជំរុញឲ្យស្ថានភាពអំពើហិង្សា gender នៅតាមសហគមន៍ទាំងនោះមានការធ្លាក់ចុះយើងធ្វើការមួយឆែកមកគឺយើងបានមានវគ្គបណ្ដុះបណ្ដាលជាមួយអាជ្ញាធរជាមួយនឹងជនរងគ្រោះចាហើយយើងមានវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកប្រព្រឹត្តអំពើហិង្សាទៀតចាអញ្ចឹងវគ្គបណ្ដុះបណ្ដាលសម្រាប់អាជ្ញាធរហ្នឹងមានដូចជា
តម្រង់នៃអំពើហិង្សាឬក៏ផលវិបាកនៃការពេលដែលគាត់មានអំពើហិង្សានៅក្នុងគ្រួសារហ្នឹងហើយមួយទៀតតកតងនឹងច្បាប់ មេរៀនហ្នឹងគឺតកតងទៅនឹងគោលការណ៍អំពើហិង្សាលើស្ត្រីឬពីវិសមភាពហ្នឹងហើយមុនដំបូងគឺវិសមភាពនៃអំណាចអីផ្សេងឬក៏ពីសិទ្ធិការយល់ដឹងពី gender ឋានៈក្នុងសង្គមការស្វែងយល់ពីអំណាចនិយាយទៅមានតាំងពីអនុសញ្ញាស៊ីដអីទៀតដល់គឺចាហើយមួយទៀតហ្នឹងគឺចង់និយាយថាឧបសគ្គជួបប្រទះនៅពេលដែលយើងមានឧបសគ្គអញ្ចឹងតើយើងគួរដោះស្រាយបែបណា ក្រោយពីទទួលបានវគ្គបណ្ដុះបណ្ដាលពីខាងអង្គការឆេអញ្ចឹងធ្វើឲ្យកម្រិតនៃការយល់ដឹងរបស់អ្នកសម្របសម្រួលគឺមានចង់និយាយថាទោះបីមិនបាន 100% ក៏ត្រឹមបាន 90% ដែរលោកគ្រូ ហើយយើងបណ្ដុះបណ្ដាលដល់ជនរងគ្រោះហ្នឹងទី1ពីវិធីការពារខ្លួនគាត់ទី2តើគាត់ពេលដែលគាត់មានអំពើហិង្សាហ្នឹងគាត់គួរតែទៅរកអ្នកណាដើម្បីអាចជួយគាត់បាន ហើយបងបានចូលរួមប្រជុំផ្សព្វផ្សាយអំពើហិង្សានឹងបានប្រហែលដង 2 ដងហើយបងបានយល់ដឹងអីច្បាស់ខ្លះអំពីអំពើហិង្សានឹងយល់ដឹងច្រើនកាត់បន្ថយពេលបងមានអំពើហិង្សាបងរត់ទៅរកពីណាគេរត់ទៅភូមិចារកអាជ្ញាធរដែលមានសមត្ថកិច្ច ចាហើយមួយទៀតគឺយើងបណ្ដុះបណ្ដាលជាមួយអ្នកប្រព្រឹត្តអញ្ចឹងអ្នកប្រព្រឹត្តហ្នឹងគឺពីវិធីសាស្ត្រទប់ស្កាត់កំហឹងរបស់គាត់ពេលដែលគាត់ខឹងប្រពន្ធខឹងកូនគាត់ឬក៏គាត់ធ្វើអីមួយអញ្ចឹងគាត់ត្រូវមានវិធីសាស្ត្រក្នុងការទប់កំហឹងរបស់គាត់កុំឲ្យឈានទៅដល់មានករណីអំពើហិង្សា អញ្ចឹងខ្ញុំសូមជម្រាបសួរបងប្អូនតើខាងប្រុសធ្លាប់ប្រើអំពើហិង្សាទាំងអស់ ខ្វះការយល់ដឹងហ្នឹងជាជំនាញការអំពើហិង្សាហ្នឹងច្រើនសារទៅបាទដល់ក្រោយមកមានការចូលរួមប្រជុំអីទាំងការកសាងច្រើនទៅអូលោកបាត់អំពើហិង្សាទាំងឡាយទៅសូមនិយាយរីកចម្រើនក្នុងក្រុមគ្រួសារ ឆែកបានចងក្រងក្រុមបរិសក្រុមស្ត្រីសម្រាប់មានកិច្ចប្រជុំរបស់គាត់រៀងរាល់2ខែម្ដងឬក៏3ខែម្ដងអញ្ចឹងប្រជុំផ្សព្វផ្សាយដល់ពួកគាត់ពីការទប់ស្កាត់នៃអំពើហិង្សាឬក៏សិទ្ធិរបស់គាត់ឬក៏សិទ្ធិរបស់កូនគាត់អីចឹងទៅហើយចំពោះបរិសគឺយើងមាន2ខែម្ដងដូចគ្នាអញ្ចឹងគឺយើងប្រជុំតាក់ទងនឹងការទប់ស្កាត់នៃអំពើហិង្សារបស់គាត់ការទប់កំហឹងរបស់គាត់អញ្ចឹងបរិសបានយល់អំពីការគ្រប់គ្រងកំហឹងនិងការសន្ទនាគ្នាបែបអហិង្សានឹងហើយគឺគាត់បានផ្លាស់ប្ដូរចែករំលែកបទពិសោធន៍គ្នាឃើញថាអំពើហិង្សាទៅលើស្ត្រីនេះគឺបានកាត់បន្ថយហើយរយៈពេល3ខែយើងប្រជុំជាមួយក្រុមស្ត្រីនិងបរិសឲ្យគាត់ប្រជុំរួមគ្នាដើម្បីឲ្យបរិសនឹងមានសិទ្ធិក្នុងការនិយាយស្ត្រីក៏មានសិទ្ធិក្នុងការនិយាយដើម្បីចែករំលែកហើយស្វែងរកដំណោះស្រាយរៀងខ្លួន គឺយើងខិតខំធ្វើរួមគ្នាទាំងយុទ្ធនាការបើយុទ្ធអំពើហិង្សាទាំងយុទ្ធនាការ16ថ្ងៃការឆ្លើយតបពិភាក្សានៅក្នុងសហគមន៍ស្ដីអំពីបញ្ហា gender ក៏ដូចជាបញ្ហាសិទ្ធិស្ត្រីនោះគឺយើងធ្វើឲ្យមានការចូលរួមការជជែកពិភាក្សាគ្នានៅក្នុងសហគមន៍ដើម្បីបង្ហាញឲ្យពួកគាត់ឃើញថាសិទ្ធិស្មារតីគ្នារវាងបុរសនិងស្ត្រីសមភាព gender នឹងធ្វើយ៉ាងណាឲ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងសហគមន៍ទាំងគ្រប់ជីវភាពទាំងអស់ ចាក្រោយពីខាងអង្គការឆេកគាត់ចូលមកសហការជាមួយអាជ្ញាធរភូមិឃុំនិងគណៈកម្មការកនគព្រមទាំងប៉ុស្តិ៍ធ្វើកិច្ចការនឹងឲ្យចុះទៅផ្សព្វផ្សាយអញ្ចឹងគាត់យល់ច្បាស់ ខ្ញុំសូមជម្រាបសួរអ៊ំបងពូមីងដែលចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយនៃអំពើហិង្សាក្នុងគ្រួសារចាអំពើហិង្សាមាន4ចំណុចហ្នឹងមានទី1មានធ្វើបាបផ្លូវកាយចាអំពើហិង្សានៅក្នុងផ្លូវចិត្តអំពើហិង្សាមួយទៀតផ្លូវភេទអំពើហិង្សាមួយទៀតទី4ហ្នឹងគឺជាផ្លូវសេដ្ឋកិច្ច ខាងការឆែកគេហៅតែចូលរួមចឹងទៅគាត់មានការសួរនាំពីអំពើហិង្សានៅក្នុងគ្រួសារនេះថាណាធ្លាប់ជួបប្រទះនៅអំពើហិង្សាអីខ្លះឲ្យយើងប្រាប់ឲ្យយើងឆ្លើយសំណួរឲ្យយើងសួរយោបល់គ្នាទៅវិញទៅមកចឹងហើយបន្ទាប់មកទៀតគឺខ្ញុំមានការរឹងមាំបន្ទាប់មកខ្ញុំខ្លាចជាអ្នកសម្រាប់រស់នៅក្នុងភូមិដែរចាដឹងថាពីជុំតែឃើញមុខខ្ញុំដឹងថាជុំពីអំពើហិង្សាបងណាខ្លះដែលធ្លាប់រងនៅអំពើហិង្សាបងជួយចែករំលែកខ្លះបានអត់ ធ្វើផ្ទះហើយភ្លាមគឺចាប់ប្រើអំពើហិង្សាដាក់ខ្ញុំ
ប្រើអំពើហិង្សាវាយដំផ្ទះកាភ្លៀង សម្រាប់ខ្ញុំតើវាយខ្ញុំដាក់វិញហើយ ពេលស្ត្រីដែលគាត់លើកដៃទៅវាយបរោះវិញទៅយើងគិតថាខ្លួនយើងខុសអត់អត់ចឹងគឺយើងខុសដូចគ្នា កន្លងមកគឺខ្ញុំបានចំណេះដឹងពីចេញបានច្រើនដែរបានគឺខ្ញុំទៅរៀនខ្ញុំបានយល់ដឹងច្រើនណាស់ ហេតុការណ៍នេះគាត់ជួយណែនាំឲ្យទៅគាត់យល់ព្រមគាត់ស្ដាប់បានគាត់កែប្រែខ្លួនឯងគាត់លេងឲ្យខ្ញុំពិបាកដែរមើលថែកូនប្រុសរបស់នៅក្នុងផ្ទះវិញ មេភូមិមេឃុំអីដោះស្រាយការងារនឹងភូមិឃុំនឹងទាំងអស់នោះកុំឲ្យមានពាក់ព័ន្ធនឹងឯងអំពើហិង្សាគ្រួសារនឹងខ្ញុំក៏បានកែប្រែបានខ្លះហើយ ចាមានអារម្មណ៍សប្បាយចិត្តចាសប្បាយចិត្តរីករាយគាត់លះបង់ដូចជាគាត់ហូបស្រាចឹងគាត់កាត់បន្ថយចាហើយប្រើអំពើហិង្សាក៏គាត់អត់មានដូចពីមុន បានអង្គការឆេកគាត់ចូលមកមូលដ្ឋានផ្ទាល់ក្រុមប្រឹក្សាឃុំមានលោកមេភូមិមានតំណាងបរិសុទ្ធស្ត្រីខាងអង្គការឆេកនេះក៏គាត់ចូលរួមយ៉ាងសកម្មជាមួយនឹងសមាជិកគ្រួសារដែលកើតប្រើអំពើហិង្សានឹងតែម្ដងបាទដូច្នេះហើយមានការចូលរួមយ៉ាងសកម្មដោយយល់ឃើញថាការប្រើប្រាស់អំពើហិង្សានឹងវាប៉ះពាល់ដល់សង្គមគ្រួសារគាត់ផងដល់សង្គមជាតិផងនិងវាធ្វើឲ្យប៉ះពាល់ទៅដល់ការអភិវឌ្ឍនៅក្នុងមូលដ្ឋានយើងផងដែរជ្រួតជ្រាបនៅអ្វីដែលជាគោលបំណងកាត់បន្ថយអំពើហិង្សានេះជ្រួតជ្រាបហើយក៏ទៅជម្រាបនាំជូនពាក្យសម្ដីនិងខ្លឹមសារនេះទៅជូនជ្រាបទៅដល់កូនទៅដល់ក្មួយដល់ប្អូនឬក៏ចៅយើងបន្តទៅទៀតដើម្បីឲ្យគាត់ជ្រាបហើយកាត់បន្ថយនៅអំពើហិង្សានេះបើមិនបាន 100% ក៏បាន 90% ដែរ យើងទាំងអស់គ្នាដើម្បីបញ្ឈប់អំពើហិង្សា សង្ឃឹមថាការដែលយើងមានការគ្រប់គ្រងពីម្ចាស់មូលនិធិក៏ដូចជាការគ្រប់គ្រងពីក្រសួងកិច្ចការនារីការគ្រប់គ្រងពីរាជរដ្ឋាភិបាលក៏ដូចជាការគ្រប់គ្រងពីអាជ្ញាធរនៅតាមមូលដ្ឋាននៃស្រុកទាំង4របស់យើងគឺជួយជំរុញឲ្យអង្គការឆេកនៅតែមានគេហៅថាសកម្មភាពយ៉ាងឃ្លាវខ្លាក្នុងការអនុវត្តគម្រោងបញ្ឈប់អំពើហិង្សាទៅលើស្ត្រីនិងកុមារីអង្គការយើងចង់ពង្រីកវិសាលភាពនៃគម្រោងរបស់យើងថែមទៀតជាពិសេសគឺបន្តនៅក្នុងស្រុកដដែលរយៈពេល3ឆ្នាំទៀតហើយក៏ដូចជាពង្រីកទៅស្រុកដទៃទៀតនៅពេលដែលយើងឃើញថាយើងមានទទួលនៅការគ្រប់គ្រងពីមូលនិធិក៏បន្ថែមទៀតចា៎